ធ្លាប់គិតខុសថា role មានតែ2ទៅ3ប្រភេទអីទេប៉ុន្តែបន្ទាប់ពីខ្ញុំបាន research ច្រើនកន្លែងមកខ្ញុំឃើញថា role វាមានច្រើនប្រភេទអញ្ចឹងថ្ងៃនឹងដែរខ្ញុំនឹងលើកយក3ប្រភេទមកប្រាប់អ្នកទាំងអស់គ្នាថា role ហ្នឹងវា role របៀបម៉េចប្រភេទ role ទី1គឺជា role ដោយប៉ះសារធាតុមានន័យថាម៉េចមានន័យថាអ្នកទាំងអស់គ្នាប្រើ skin care ខុសហ្នឹងហើយរោគសញ្ញាមានដូចជារមាស់ហើយនិងក្រហមនៅកន្លែងដែលយើងយក skin care ទៅប៉ះនៅកន្លែងដែលយើង role ហើយក្រហមហ្នឹងអ្នកទាំងអស់គ្នាហ្នឹងគឺជារោគសញ្ញារបស់វាហើយចំណែកប្រភេទទី2គឺជាប្រភេទដែល role បែបផ្សិតរោគសញ្ញានៃការ role ហ្នឹងវាស្តៀងតែគ្នាឯងគឺក្រហមហើយនិងរមាស់ហើយជួនកាលអាចនឹងឡើងជាប្រភេទក្រហមទាំងដុំទៀតហើយមូលហេតុដែលខ្ញុំរកឃើញពីអ៊ីនធឺណិតហ្នឹងគឺគេថាដោយសារតែញើសហើយប្រភេទទី3ដែលខ្ញុំនឹងយកមកនិយាយហ្នឹងគឺជាប្រភេទ role បែបបាក់តេរីគឺក្រហមឈឺហើយជួនកាលវាអាចនឹងឡើងខ្ទុះតិចតួចដែរមូលហេតុហ្នឹងគឺណាមកយើងនៅទៀតហើយយើងអាសាយកដៃទៅប៉ះមុខចឹងដែលអត់ដឹងថាដៃយើងហ្នឹងមានមើលរោគអីគេខ្លះទេហើយរោគទាំងអស់ដែលខ្ញុំបាននិយាយហ្នឹងគឺខ្ញុំយកមកពីអ៊ីនធឺណិតទាំងអស់អញ្ចឹងបើខ្ញុំនិយាយនៅខ្វះខាតឬក៏អត់ទាន់ត្រូវទេអ្នកទាំងអស់គ្នាអាចទៅរកបន្ថែមនៅក្នុងអ៊ីនធឺណិតបាន